គ្រាន់តែអាហារ3ពេលនេះក៏យើងត្រូវតែគិតដែរហើយកុំមើលស្រាលអាហារ3ពេលអ្នកខ្លះច្រើនគិតថាអូយអាហារ3ពេលមានអស្ចារ្យតែក៏មានអ្នកខ្លះបានខ្ចីប្រាក់គេដើម្បីទទួលទានអាហារ3ពេលដែរនៅក្នុងវីដេអូមុនយើងបានដឹងពីភាពទទួលខុសត្រូវរវាងស្វាមីនិងភរិយានៅចំណុចរួមដែលនិយាយពីប្រាក់អីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំចង់មកសួរប៉ាបន្ថែមដែរថាតើជាក់ស្ដែងប្រាក់ពិតជាសំខាន់សម្រាប់ស្វាមីភរិយាមែនអត់ប៉ាពិតជាសំខាន់ព្រោះជីវិតរបស់យើងរស់នៅមានប្រាក់ដែលជាឧបករណ៍មួយដោះស្រាយនៅបញ្ហានានាដែលយើងបានជួបប្រទះនៅក្នុងជីវិតឧទាហរណ៍គ្រាន់តែអាហារ3ពេលនេះក៏យើងត្រូវតែគិតដែរហើយកុំមើលស្រាលអាហារ3ពេលអ្នកខ្លះច្រើនគិតថាអូយអាហារ3ពេលមានអស្ចារ្យតែក៏មានអ្នកខ្លះបានខ្ចីប្រាក់គេដើម្បីទទួលទានអាហារ3ពេលដែរចា៎ទី1ត្រូវការប្រាក់ទី2នៅក្នុងសង្គមកូនលែងអីនឹងចូលរួមសកម្មភាពព្រឹត្តិការណ៍ក្នុងសង្គមឧទាហរណ៍គេមិត្តភ័ក្តិរៀបអាពាហ៍ពិពាហ៍សាច់ញាតិរៀបចំបុណ្យទានដែលយើងហៅថាប្រាក់បច្ច័យចូលបុណ្យគេរៀបអាពាហ៍ពិពាហ៍យើងហៅថាប្រាក់ចំណងដៃដែលយើងត្រូវចូលរួមបន្ទាប់មកមានអីទៀតនឹងមានច្រើនតទៅទៀតដែលជាការចំណាយចាំបាច់នានាដូចជាថ្លៃភ្លើងថ្លៃទឹកថ្លៃអនាម័យសុទ្ធតែចំណុចសំខាន់ហើយចំណុចសំខាន់មួយទៀតគឺមាតាបិតាទាំងសងខាងធម្មតាពេលឧទាហរណ៍ឥឡូវយើងបន់ខ្ជុំបន់ដាក់បន់អីយើងជូនគាត់ទៅវត្តយើងរៀបចំជាចង្ហាន់ទេយ្យទានជូនប្រាក់ទៅគាត់ដើម្បីគាត់ចូលរួមចាប់មគ្គចាប់ផលបុណ្យនៅក្នុងឱកាសបន់ដាក់បន់ឬក៏ជុំបន់បន្តមកទៀតយើងមានអីយើងមានបុត្រធីតារបស់យើងកំពុងរៀនសូត្រដូចចៅរបស់ប៉ាតែមួយឆ្នាំយើងត្រូវចំណាយប្រាក់ច្រើនណាស់ដើម្បីឲ្យកូនបានរៀនសាលាល្អដូច្នេះអ្នកណាថាប្រាក់មិនសំខាន់ប្រកាសជាខុសអញ្ចឹងដូចអ្នកទាំងអស់គ្នាបានស្ដាប់ការចែករំលែករបស់ប៉ាហើយក៏វាជារឿងជាក់ស្ដែងក្នុងសង្គមដែរការពិតទៅអ្វីៗដែលយើងធ្វើដើម្បីការរស់នៅប្រចាំថ្ងៃយើងហ្នឹងគឺសុទ្ធតែត្រូវការប្រាក់ដើម្បីផ្គត់ផ្គង់ទាំងអស់ដូច្នេះហើយរវាងស្វាមីភរិយាគួរតែធ្វើម៉េចឲ្យមានតម្លាភាពឬក៏យើងនិយាយថាមានភាពស្មោះត្រង់គ្នាក្នុងការរកប្រាក់ចំណូលក៏ដូចជាចំណាយផ្សេងៗដើម្បីធ្វើម៉េចឲ្យគ្រួសារយើងមានសុភមង្គល